នៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះខ្ញុំសម្រាប់ជ្រើសរើសយកព័ត៌មានចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទព័ត៌មានទី1នេះគឺជាជំហររបស់ចក្រភពអង់គ្លេសតាមរយៈលោកស្រីរដ្ឋមន្ត្រីដែលកំពុងតែបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាគឺលោកស្រីបានស្នើឲ្យទាំងប្រទេសកម្ពុជាហើយនិងប្រទេសថៃបាទទៅបន្តការសន្ទនាគ្នាដោយសន្តិវិធីនៅក្នុងការដោះស្រាយចំនួនព្រំដែនរវាងប្រទេសទាំងពីរហើយលោកស្រីបានបញ្ញាចិត្តថានឹងបន្តជួយគ្រប់គ្រងទៅដល់ប្រទេសកម្ពុជាជាពិសេសទៅលើស្ថានភាពប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនហើយព័ត៌មានទី2នេះគឺជាការរាយការណ៍របស់ខាងសារព័ត៌មានខៅសូតគឺខាងយោធាថៃឥឡូវនេះកំពុងតែខិតខំស្វែងរកថវិកាបន្ថែមទៀតដើម្បីទិញរថយន្តដែរទិញកាំភ្លើងផ្លោង M777 ដែលជាប្រភេទទំនើបហើយក៏ដូចជាបាទកាំភ្លើងផ្លោងប្រភេទ HIMARS ផងដែរបាទប្រិមិត្តមួយចំនួនហើយជាស្គាល់ HIMARS ហើយទន្ទឹមនឹងនោះគឺឥឡូវនេះចេញមុខលោកប្រផាសនឹងចេញមកច្រានចោលនៅការអះអាងរបស់កម្ពុជាចូលឈានពានកម្ពុជាបាទចេញមុខមកបកស្រាយទៀតហើយបាទខ្ញុំដកសងខ្លីជូនប្រិមិត្តហើយនឹងព័ត៌មានទី3គឺជាសេចក្តីរាយការណ៍ដែលដកសងរបស់សារព័ត៌មាន The Star គាត់បានដកសងសហការគ្នាជាមួយនឹងភ្នំពេញប៉ុស្តិ៍របស់កម្ពុជាហ្នឹងគឺតើតើនឹងការចោទប្រកាន់ជាផ្លូវការដោយតុលាការទីក្រុងភ្នំពេញតុលាការភ្នំពេញបាទតុលាការទីក្រុងភ្នំពេញទៅលើអតីតមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាចំនួន3រូបដែលមានជាប់ពាក់ព័ន្ធជាមួយនឹងការកេងបន្លំលួចសញ្ញាទឹកតការដែលយកមកឲ្យអ្នកឆបោកតាមអនឡាញហើយព័ត៌មានទី4នេះគឺអ៊ីរ៉ង់បានព្រមានសងសឹកវិញនឹងសហរដ្ឋអាមេរិកក្នុងខណៈពេលដែលសហរដ្ឋអាមេរិកពង្រីកនៅទណ្ឌកម្មបាទយ៉ាងទូលំទូលាយទៅលើប្រទេសអ៊ីរ៉ង់ហើយព្រមានដាក់ទណ្ឌកម្មទៅលើប្រទេសទាំងឡាយណាដែលនៅតែបន្តគ្រប់គ្រងអ៊ីរ៉ង់បាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិព័ត៌មានទី1នេះគឺខ្ញុំសូមដកស្រង់ពីសារព័ត៌មាន Cambodia Nest ចុះបាទសារព័ត៌មានច្រើនដែរនៅក្នុងប្រទេសកម្ពុជាបានរាយការណ៍ហើយក៏ខ្ញុំទៅមើលឃើញស្ថានទូតរបស់ចក្រភពអង់គ្លេសឥឡូវគេហៅថា Britain បាទនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺបានរាយការណ៍ផងដែរបានជូនដំណឹងផងដែរអញ្ចឹងខ្ញុំសូមដកស្រង់ខ្លីៗពីបញ្ហាហ្នឹងបាទគឺនៅថ្ងៃនេះគឺចក្រភពអង់គ្លេសបាទបានអំពាវនាវឲ្យប្រទេសកម្ពុជាហើយនិងប្រទេសថៃគឺនៅរក្សាការសន្ទនាគ្នាដោយសន្តិវិធីបាទហើយនឹងគោរពទៅតាមបទជបាញ់គ្នាដែលបានចុះហត្ថលេខាកាលពីខែធ្នូឆ្នាំ2025ណាដែលបានបញ្ចប់ការប៉ះទង្គិចគ្នាជុំទី2នៅតាមបណ្ដោយព្រំដែនហើយការអំពាវនាវនេះគឺធ្វើឡើងក្នុងគណៈពេលដែលរដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស Great Britain បានចាប់ផ្ដើមដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាដោយមានគោលបំណងដើម្បីពង្រឹងនៅការគ្រប់គ្រងរបស់អង់គ្លេសចំពោះស្ថិរភាពបាទហើយនឹងការដែលធ្វើឲ្យមានការអភិវឌ្ឍនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរគឺកម្ពុជាហើយនិងថៃបាទគឺលោកស្រីជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការតំបន់ Indo-Pacific តែម្ដងគឺលោកស្រី Rosie Winterton បាទដោយដែលនៅក្នុងរូបភាពនេះបាទដែលចេញផ្សាយដោយស្ថានទូតរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជាបាទលោកស្រីទទួលបន្ទុកកិច្ចការនៅខាង Indo-Pacific ហ្នឹងគឺលោកស្រីបានចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការមកប្រទេសកម្ពុជានៅសប្តាហ៍នេះហើយបើតាមការដឹងនេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកស្រីដោយជ្រើសរើសយកប្រទេសកម្ពុជាហើយក្នុងនោះគឺមានដំណើរទៅទស្សនកិច្ចនៅខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យផងដែរនេះបើយោងតាមបាទសេចក្តីប្រកាសដែលចេញដោយស្ថានទូតរបស់Great Britain បាទនៅក្នុងប្រទេសកម្ពុជាដោយលោកស្រីបានបញ្ជាក់ថាគឺប្រទេសកម្ពុជាស្ថិតនៅចំចំណុចកណ្ដាលបាទនៃតំបន់ដែលមានសារៈសំខាន់ចំពោះសន្តិសុខរបស់ចក្រភពអង់គ្លេសនិងការរីកចម្រើនឲ្យមានវិបលភាពផងដែរបាទក្នុងដំណើរទស្សនកិច្ចផ្លូវការ
ទៅក្រៅប្រទេសជាលើកដំបូងរបស់លោកស្រីក្នុងនាមជារដ្ឋមន្ត្រីបាទលោកស្រីបញ្ជាក់ថាជាលើកដំបូងឲ្យផ្លូវការតែម្ដងក្រៅប្រទេសគឺកម្ពុជាជារដ្ឋមន្ត្រីដែលទទួលបន្ទុកកិច្ចការ Indo-Pacific គឺបាទលោកស្រីបានមើលឃើញថាមានវិធីច្រើនដែលចក្រភពអង់គ្លេសអាចជួយបាទសហគមន៍នានារបស់កម្ពុជាដើម្បីងើបឡើងវិញស្ដារឡើងវិញពីចំនួនក៏ដូចជាការបោះសម្អាតមីនហើយនឹងការដែលបានគម្រាមកំហែងទៅដល់ជីវិតនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាបាទអ្នកស្រី Winterton ក៏បាននិយាយផងដែរថាចក្រភពអង់គ្លេសនៅតែបដិញ្ញាចិត្តក្នុងការជួយប្រទេសកម្ពុជាឲ្យមានប្រសិទ្ធភាពហើយនឹងការអភិវឌ្ឍរយៈពេលយូរបាទក៏ដូចជាការធ្វើការជាមួយគ្នាដើម្បីធ្វើយ៉ាងណាឲ្យមានបាទសន្តិភាពហើយនឹងបាទការរីកចម្រើននៅក្នុងតំបន់បាទនេះគឺជាការលើកឡើងរបស់ខាងស្ថានទូតរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជាហើយសារព័ត៌មាន Cambodia News បានយកមកផ្សាយហើយសារព័ត៌មានច្រើនទៀតដែរនៅក្នុងប្រទេសកម្ពុជាក៏បានយកមកផ្សាយផងដែរបាទព័ត៌មានទី2នេះខ្ញុំសូមដកស្រង់ពីសារព័ត៌មាន Council ភាសាអង់គ្លេសប្រិមិត្តអាចបញ្ជាក់បានទេថា Council ឥឡូវនៅប្រទេសកម្ពុជាអាចមើលឃើញវិញនៅពីព្រោះខ្ញុំឃើញអត្ថបទនេះចេញមកបាទជាពិសេសអត្ថបទមួយនេះបាទឃើញអ្នកដែលមានឈ្មោះខ្មែរហ្នឹងក៏ចូលទៅ comment ស្ដីឲ្យថៃច្រើនដែរបាទការពារកម្ពុជាដែរបាទគឺបើសិនជាអ្នកណាដឹងអាចជួយប្រាប់ផងមើលឲ្យ Council English អញ្ចឹងមើលតើនៅកម្ពុជាមើលឃើញវិញហើយគេបើកឲ្យមើលវិញហ្នឹងបាទចឹងបើយោងតាមការផ្សាយរបស់ Council នៅថ្ងៃអង្គារនេះគឺបើតាមលោកសុវរីបាទអ្នកនាំពាក្យរបស់យោធាថៃគឺគាត់បានបញ្ជាក់ថាឥឡូវនេះកងទ័ពថៃហ្នឹងបាទកំពុងតែស្នើទៅដល់លោករដ្ឋមន្ត្រីក្រសួងការពារជាតិគឺលោកអាប់ឌុលប៊ុនឆាំឆារិនឲ្យពង្រឹងនៅសមត្ថភាពកងទ័ពរបស់ថៃបន្ថែមទៀតបាទក្នុងនោះគឺមានការបន្ថែមថវិកាសម្រាប់ទិញរថយន្តដែកនិងកំភ្លើងផ្លោងប្រភេទ M777 ហើយនិងកំភ្លើងប្រព័ន្ធ Rocket HIMARS ផងដែរបាទនេះគឺជាអាវុធ3ប្រភេទដែលទំនើបដែលសហរដ្ឋអាមេរិកបានបញ្ជូនទៅជួយអ៊ុយក្រែនណានៅ M777 ហ្នឹងគឺប្រភេទទំនើបដែលផ្លោងបានបាទហើយនឹង HIMARS ហ្នឹងគឺជាប្រភេទទំនើបដែលបាញ់សុក្រិតបាទមានគ្រាប់បាញ់សុក្រិតណាបាទអញ្ចឹងគឺឥឡូវនេះគឺកងទ័ពថៃកំពុងតែស្នើទៅដល់រដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិនឹងឲ្យបន្ថែមថវិកាដើម្បីទិញកាំភ្លើងផ្លោងប្រភេទនេះមកប្រើប្រាស់ដោយខាងកងទ័ពនោះបានស្នើឡើងផងដែរនៅការបង្កើតនៅគេហៅថាមជ្ឈមណ្ឌលសង្គ្រាម drone មជ្ឈមណ្ឌលសង្គ្រាម drone គឺដែលគេហៅថាអង្គភាព drone តែម្ដងបាទគឺវរៈបង្កើតជាមួយកងវរៈតែម្ដងខាង drone ដោយបានលើកឡើងថាមានការគម្រាមកំហែងខាងផ្នែកសន្តិសុខហ្នឹងឥឡូវស្ថានភាពហ្នឹងវាផ្លាស់ប្ដូរទៅហើយក៏វាមានសារៈសំខាន់ណាស់នៅក្នុងការប្រើប្រាស់បាទប្រព័ន្ធដែលបាទ drone នេះឯងបាទហើយកងទ័ពនោះក៏បានស្នើអំពាវនាវបន្ថែមទៀតផងដែរឲ្យបង្កើនសមត្ថភាពនៅក្នុងការស៊ើបការសម្ងាត់របស់ថៃហ្នឹងបាទរួមមានការបាទបង្កើនបុគ្គលិករបស់ខ្លួនក្នុងការស៊ើបការសម្ងាត់ផងដែរបាទក៏ដូចជាមានការបង្កើតច្បាប់ហើយនឹងសមត្ថភាពដទៃទៀតរបស់យោធាថៃមន្ត្រីការពារជាតិរបស់ថៃនឹងក៏បានកត់សម្គាល់អំពីតម្រូវការនៅក្នុងបាទឲ្យមានប្រភពតែមួយបាទនៅក្នុងការចេញបាទហើយក៏ដូចជាត្រូវធ្វើយ៉ាងណាឲ្យមានការផ្សព្វផ្សាយព័ត៌មាននឹងសកម្មឡើងដើម្បីទប់ទល់ជាមួយនឹងព័ត៌មានคล้ายៗបាទហើយនឹងសង្គ្រាមព័ត៌មានបាទនេះគឺជាអ្វីដែលខាងយោធាថៃបានលើកឡើងបាទគឺតាមរយៈលោកសុវរីនេះគាត់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអញ្ចឹងហើយបានយើងឃើញមជ្ឈមណ្ឌលព័ត៌មានកម្មសានភាពព្រំដែនកម្ពុជាថៃហ្នឹងគឺបាទលោកប្រផាសក៏ចេញមកដែរបាទដែលស្របទៅតាមអ្វីដែលជាគោលការណ៍នៃការផ្សព្វផ្សាយព័ត៌មានឲ្យបានសកម្មជាងមុនបាទហើយនឹងការដែលគាត់ចាត់ទុកថាជាការប្រឆាំងនឹងព័ត៌មានคล้ายៗនោះគឺលោកប្រផាសបាទបាននិយាយនៅថ្ងៃអង្គារទី25ខែសីហានេះដោយនិយាយថាគឺខាងភាគីថៃគាត់បានបដិសេធនៅការចោទប្រកាន់ដែលថាប្រទេសថៃគឺជាអ្នកឈ្លានពានដោយបាននិយាយថាគឺបើយើងមើលពិនិត្យមើលទៅលើស្ថានភាពនៃការវិវត្តតែបានកើតមានឡើងហ្នឹងគឺបាទហើយនឹងផតតាហ្នឹងគឺយើងទៅតែពិភាក្សាថាតើរឿងនោះវាកើតឡើងយ៉ាងម៉េចបាទលោកបានចោទសួរថា
តើអ្នកណាជាអ្នកបាញ់កំភ្លើងមុនបាទដែលកំភ្លើងទាំងអស់នោះប្រើប្រាស់យ៉ាងណាហើយគាត់បានសួរថាបាញ់អ្នកណាគេជាអ្នកបាញ់ដោយគាត់បានលើកឡើងថាតើអ្នកណាជាអ្នកបាញ់កំភ្លើង BM21 បាទដែលគាត់ចង់និយាយនេះគឺចង់សម្ដៅទៅលើកម្ពុជាពីព្រោះកម្ពុជាគាត់មានកំភ្លើង BM21 ដែលបន្សល់ពីអតីតសហភាពសូវៀតមកនោះមកដោយថៃក៏ចោទថាបានប៉ះពាល់ជនស៊ីវិលហើយគាត់បាននិយាយថាថៃក៏បានមានសិទ្ធិការពារខ្លួនការពារពលរដ្ឋរបស់ខ្លួនកងទ័ពរបស់ខ្លួនក៏ដូចជាទឹកដីរបស់ខ្លួនផងដែរបាទហើយពេលហ្នឹងគឺនៅប្រយោគចុងក្រោយនេះគឺលោកប្រផាសបានទទូចឲ្យបាទប្រទេសកម្ពុជាហ្នឹងគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ណាគឺទី1ដោយបញ្ឈប់ការប្រើប្រាស់វោហារសាស្ត្រដែលមានលក្ខណៈបង្កការអុចអាលហើយនឹងក៏ដោះស្រាយបញ្ហាចំនួនព្រំដែនតាមរយៈយន្តការដែលបានព្រមព្រៀងគ្នាជាជាងការអះអាងដោយឯកតោភាគីបាទនេះគឺជាការផ្សាយរបស់កាសែតខៅសូតបាទសូមចប់ប៉ុណ្ណេះហើយសូមទ្រាំមិនបាននៅក្នុងការចូលរួមយោបល់ទេបាទប្រិយមិត្តនៅចាំបានទេយុទ្ធសាស្ត្ររបស់លោកបាទប្រផាសគាត់ប្រើនោះបាទគឺយុទ្ធសាស្ត្រយកពាក្យរបស់គូបដិបកមកប្រើមកវិញបាទគឺសម្របយកពាក្យនឹងមកប្រើអញ្ចឹងគឺឃើញកម្ពុជាតែងតែប្រើពាក្យថាឲ្យគោរពកិច្ចព្រមព្រៀងហ្នឹងឥឡូវគាត់ថាសូមកម្ពុជាគោរពកិច្ចព្រមព្រៀងហ្នឹងវិញបាទអញ្ចឹងដូច្នេះនេះគឺជារឿងមួយគាត់សូត្រដដែលទៅបាទហើយក៏មានអ្នកដែលមិនដឹងរឿងក៏នឹងស្ដាប់តាមគាត់ឬក៏ឮពីតាពីខាងគាត់ដដែលទៅនឹងជឿតាមគាត់វិញថាកម្ពុជាជាអ្នករំលោភបាទដោយមិនបាននិយាយចំណុចណាមួយដែលវាលម្អិតទាំងអស់នោះបានទេឃើញទេបាទនឹងហើយគេថា cooptation ហ្នឹងបាទគឺគាត់ប្រើប្រាស់តាក់ទិកហ្នឹងដើម្បីយកពាក្យគូប្រជែងមកនិយាយឡើងវិញដើម្បីដោះសារយករួចខ្លួនឯងបាទហ្នឹងជារឿងមួយហើយជារឿងមួយទៀតគឺខ្ញុំឃើញអត្ថបទហ្នឹងទៅបាទខ្ញុំជានឹកឃើញដែរនៅឃើញកាលពីពេលដែលឆ្លោះគ្នាដំបងខ្ញុំឃើញអ្នកនយោបាយខ្មែរម្នាក់បាទគ្មានតម្លៃនឹងខ្ញុំនិយាយឈ្មោះទេបាទគាត់ទៅជានិយាយថាអូគាត់ថាខ្មែរបាញ់ចូលថៃចូលអីអញ្ចឹងទៅបាញ់ទៅស៊ីវិលអីចឹងដែរបាទបើសិនជាអ្នកនោះថ្ងៃក្រោយមកដឹកនាំប្រទេសថៃចាប់អ្នកនឹងឲ្យមកទទួលខុសត្រូវតែម្ដងអាអ្នកឯងបានទទួលស្គាល់ថាទាហានខ្មែរនឹងបាញ់ចូលកន្លែងហ្នឹងអញ្ចឹងឥឡូវអ្នកឯងមកដឹកនាំប្រទេសគឺអ្នកត្រូវសងខ្ញុំវិញបាទអ្នកនយោបាយគេអត់និយាយសម្ដីប្រភ្លេចប្រភ្លោចប្រទេសផ្ដាស់អញ្ចឹងទេបាទជាពិសេសកម្រិតខ្ពស់អញ្ចឹងណាបាទហើយយើងមើលមួយទៀតគឺខាងលោកស៊ូវ៉ារីហ្នឹងបាទគាត់ក៏បាននិយាយផងដែរអំពីការដំឡើងសមត្ថភាពយោធារបស់ខ្លួនក្នុងចំណុចមួយដែលខ្ញុំចាប់អារម្មណ៍នោះគឺបាទពីរឿងអង្គភាព drone ណាអង្គភាព drone ដែលខ្ញុំបានចែករំលែកពីលើកមុនមកហើយគឺខាងសម្បីតែសហរដ្ឋអាមេរិកគឺនៅខាងតំបន់ Indo-Pacific ហ្នឹងគឺគាត់ទើបតែបង្កើតអង្គភាព drone មួយមកកម្រិតបាទសឹងនឹងស្មើកងពលហ្មងបាទគឺបង្កើតអង្គភាពនឹងមួយដែរសម្រាប់ធ្វើសង្គ្រាម drone ហ្នឹងបាទឥឡូវនេះថៃគាត់ស្នើបង្កើតមកបាតាយ៉ុងបាទដើម្បីឲ្យដោះស្រាយបញ្ហាហ្នឹងដែរអញ្ចឹងដូច្នេះបញ្ហា drone នេះជារឿងមួយដែលចាប់អារម្មណ៍ត្រូវបានគេយកមកប្រើច្រើនណាបាទអញ្ចឹងពីព្រោះវាចំណាយប្រាក់តិចហើយវាមានប្រសិទ្ធភាពដូចដែលកាភ្លើងមួយចំនួនដែរកាភ្លើងធំមួយចំនួនដែរហើយងាយស្រួលនៅក្នុងការបង្កើតតែសំខាន់ត្រូវប្រើមានសមត្ថភាពប្រើឲ្យបានត្រឹមត្រូវដោយការដែលសម្លាប់មេរបស់ពួកហាម៉ាស់និងហាម៉ាស់សំទៅយ៉ាងពួកហាម៉ាស់បាទហាម៉ាស់នៅហ្គាហ្សាហ្នឹង drone តូចមួយបាទ drone តូចមួយដែលរកឃើញមេហាម៉ាស់កំពុងលាក់ខ្លួនតាមរករាប់ខែទៅឃើញតាមរយៈ drone តូចមួយហោះទៅបាទអញ្ចឹងអានឹងរឿងទី1ដែលខាងថៃគាត់ស្ដាប់បង្កើតហើយចំណុចមួយទៀតដែលខ្ញុំចាប់អារម្មណ៍ពីសម្ដីលោកស៊ូវ៉ារីដែរគឺរឿងគាត់ថាគាត់បង្កើនបាទបុគ្គលិកចារកម្មបាទអញ្ចឹងគឺប្រយ័ត្នមែនតើបាទខ្ញុំឃើញមានការធ្វើប្រហែលណានៅក្នុងពេលកន្លងមកបាទជាពិសេសបាទប្រយ័ត្នមែនតើខ្ញុំនិយាយដោយត្រង់តែម្ដងកុំខឹងកុំសប្បាយហើយគួរប្រយ័ត្នទៅវិញនោះគឺបងប្អូនយោធាមួយចំនួនប្រយ័ត្នមែនតើនៅក្នុងការចែករំលែកព័ត៌មានមកអ្នកក្រៅប្រទេសបាទទោះបីជាអ្នកក្រៅប្រទេសនោះគាត់មិនមាននិន្នាការទៅគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាក៏ដោយឬក៏និន្នាការតាណាក៏ដោយដែលជាបងប្អូនហ្នឹងបាទប្រយ័ត្នមែនតើហ្មងប្រយ័ត្នមែនតើពីព្រោះនៅអាមេរិកនេះមិនដឹងជាគាត់ទៅគ្រប់គ្រងអ្នកណាទៀតឬក៏គាត់មានមិត្តភ័ក្តិណាទៀតដែលមាននិន្នាការនៅណាទៀតហើយព័ត៌មាននឹងត្រឡប់ទៅច្រកណាវិញទៀតបាទខ្ញុំលើកឧទាហរណ៍មួយចុះនៅពេលដែលក្រុមMossad របស់អ៊ីស្រាអែលបាទគាត់ជឿភ្នាក់ងារចារកម្មរបស់គាត់មិនមែនជឿពួកអ៊ីស្រាអែលនឹងទៅធ្វើទេគឺគាត់ជឿក្រុមបាទប្រឆាំងនៅក្នុង
ប្រទេសអ៊ីរ៉ង់បាទហើយកន្លែងដែលគាត់ជួបគ្នាមិនមែនទៅជួបនៅក្នុងអ៊ីស្រាអែលទេឬក៏ជួបនៅអ៊ីរ៉ង់ទេគាត់មកជួបគ្នានៅថៃនេះដែរបាទអញ្ចឹងប្រយ័ត្នមែនតើខ្ញុំដឹងថាប្រិយដឹងថាបងប្អូនមួយចំនួនក៏ដឹងរឿងហ្នឹងក៏ប៉ុន្តែនៅមានទ្វេប្រហែសជាពិសេសគឺការតាក់ទងនឹងសុំអំណោយគេហ្នឹងបាទសុំអំណោយសុំអីគេហ្នឹងហើយជឿជាក់អ្នកនៅក្រៅប្រទេសហ្នឹងដោយសារតែអូឃើញថាគាត់គ្រប់គ្រងរដ្ឋាភិបាលគ្រប់គ្រងអីណាអញ្ចឹងហើយគឺនិយាយដល់អត់មានប្រយ័ត្នហ្នឹងគឺប្រយ័ត្នណាប្រយ័ត្នមែនតើមកខ្ញុំមិនដឹងជាបញ្ជាក់អំពីសារៈសំខាន់យ៉ាងម៉េចឲ្យបានដឹងពីរឿងហ្នឹងបាទសូមអធិស្ឋានណាបងប្អូនមួយចំនួនតែខាងកងទ័ពបាទពលឺហ្នឹងកុំខឹងសម្បាយបាទគាត់ថាប្រយ័ត្នបាទឥឡូវហ្នឹងថៃគាត់បង្កើនបាទគាត់ថានឹងបង្កើនថវិកាសម្រាប់កិច្ចការហ្នឹងបាទកិច្ចការហ្នឹងដូច្នេះគាត់មិនទៅជួលបុគ្គលិកថៃហ្នឹងទេប្រហែលជាគាត់រកជនជាតិខ្មែរហ្នឹងឯងបាទទាំងឬក៏គ្នាគាត់នៅខាងក្រៅប្រទេសនេះដែរមានមិត្តភ័ក្តិថៃមានមិត្តភ័ក្តិខ្មែរហ្នឹងបាទអញ្ចឹងប្រយ័ត្នមែនតើបាទសូមជូនយោបល់តែប៉ុណ្្នឹងទេបាទបាទព័ត៌មានទី3នេះបាទគឺជាសេចក្តីរាយការណ៍ខាង The Star បាទគាត់បានរាយការណ៍ទៅខាងក្រៅប្រទេសគឺតាក់ទងជាមួយនឹង scam ណា scam បាទគឺបើយោងតាមសេចក្តីរាយការណ៍នោះបានឲ្យដឹងថាគឺតុលាការទីក្រុងភ្នំពេញបាទទីការរាជធានីភ្នំពេញបាទតុលាការសាលាដំបងរាជធានីភ្នំពេញហ្នឹងបានចោទប្រកាន់អតីតមន្ត្រី3នាក់របស់ក្រសួងការបរទេសរបស់កម្ពុជាបាទពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់រំលោភអំណាចរបស់ខ្លួនហើយនឹងការកេងបន្លំបាទដោយការងារហ្នឹងគឺការចាប់ប្រកាន់តាក់ទងនឹងការដែលគាត់បាទលួចសន្លឹកទឹកតការជាង 6000 សន្លឹកឯណោះបាទដោយយកមកបញ្ចេញឲ្យអ្នកដែលធ្វើសកម្មភាពឆបោកតាមអនឡាញបាទហើយក៏តាក់ទងនឹងការដែលគាត់បានបំផ្លាញតាមគាត់និយាយគឺបំផ្លាញសន្លឹកទឹកតការប្រមាណជា 4000 ផ្សេងទៀតបាទអញ្ចឹងគឺមន្ត្រីទាំងអស់នោះគឺមានចំនួន3រូបបាទចំនួន3រូបពាក់ព័ន្ធជាមួយនឹងករណីនេះបាទនៅក្នុងនោះគឺឈ្មោះបានបង្ហាញដឹងថាឈ្មោះលោកថោសំណាងបាទអតីតជាអគ្គនាយកបាទអគ្គនាយកទៀតធំឋានៈនេះបាទអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់កុងស៊ុលហើយនិងកិច្ចការព្រំដែនបាទសិតតែអ្នកច្បាប់ទៀតចេះច្បាប់អង្គុយលើច្បាប់ប្រព្រឹត្តល្មើសច្បាប់បាទហើយនឹងមន្ត្រីចំនួន2រូបផ្សេងទៀតដែលបម្រើការងារនៅក្នុងស្ថាប័នជាមួយគ្នានឹងបាទតែកូនចៅគាត់នោះគឺឈ្មោះថានប់រដ្ឋានិងយុរ៉ាណេតបាទគឺត្រូវបានចោទប្រកាន់ដែរអង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាគឺបានសម្រេចថាលោកសំណាងហើយនឹងបាទគូកនចំនួន2នាក់របស់លោកបានលួចសន្លឹកទឹកតការនឹងប្រមាណជា 10000 បាទដែលជាប្រភេទទឹកតការ CEX បាទ C និង CEX ដែលតាមហើយគាត់យកមកចេញឲ្យអ្នកដែលឆបោកតាមអនឡាញហ្នឹងអស់ប្រមាណជា 6000 ណាជាង 6000 ទៅហើយបាទឲ្យពួកដែលធ្វើការងារនៅឆបោកអនឡាញនេះមានទឹកតការចូលមកកម្ពុជាបាទក្នុងគណៈពេលដែលគេសង្ស័យថាទឹកតការប្រមាណជា 4000 ផ្សេងទៀតគឺបើសិលឹកទឹកតការប្រមាណជា 4000 ទៀតគឺគាត់បានបំផ្លាញចោលបាទមិនដឹងជានៅទីណានោះទេហើយតាមធម្មតាគឺទឹកតការប្រភេទនេះគេចេញសម្រាប់តែបុគ្គលិកនៃអង្គការ NGO អន្តរជាតិអ្នកស្ម័គ្រចិត្តដែលមកបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាហើយគាត់បាទយកសន្លឹកទឹកតការនោះបាទចេញទឹកតការឲ្យអ្នកទាំងអស់នោះបាទព័ត៌មានទី4តាក់ទងជាមួយនឹងចំនួនរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់ណាបាទបើយោងតាមសេចក្តីរាយការណ៍នេះបានឲ្យដឹងថាគឺឥឡូវនេះអ៊ីរ៉ង់បានបដិញ្ញាថានឹងធ្វើសកម្មភាពសងសឹកជាមួយនឹងសហរដ្ឋអាមេរិកវិញបាទពីព្រោះអីសហរដ្ឋអាមេរិកបានប្រកាសថានឹងបើកការសងសឹកដាក់វិធានការសងសឹកយ៉ាងទូលំទូលាយតែម្ដងមកទៅលើប្រទេសអ៊ីរ៉ង់បាទតកតងជាមួយនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នេះបាទហើយបើយោងតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់គឺលោកអាលីម៉ាដានីហ្សាដេលោកបាននិយាយថាគឺអ៊ីរ៉ង់ក៏ដឹងអំពីការលេងល្បែងនឹងផងដែរពីព្រោះសហរដ្ឋអាមេរិកប្រើទណ្ឌកម្មសេដ្ឋកិច្ចដើម្បីដាក់សម្ពាធទៅលើអ៊ីរ៉ង់ឥឡូវអ៊ីរ៉ង់ក៏ថារឿងយកសម្ពាធសេដ្ឋកិច្ចមកដាក់លើអ៊ីរ៉ង់នេះអ៊ីរ៉ង់ដឹងល្បែងនឹងហើយអញ្ចឹងយើងក៏ចេះលេងផងដែរនេះបើតាមការដែលលោករដ្ឋមន្ត្រីបានផ្ដល់បទសម្ភាសន៍ជាមួយនឹងបណ្ដាញទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់នៅថ្ងៃកាលពីថ្ងៃច័ន្ទហើយលោកក៏បានថ្កោលទោស
ក៏ទូវិធានការរបស់សហរដ្ឋអាមេរិកនៅក្នុងការវាយប្រហារខាងសេដ្ឋកិច្ចនេះដែលលោកចាត់ទុកថាជាការវាយប្រហារភេរវកម្មមួយផងដែរបាទអញ្ចឹងគឺតាមធម្មតាគឺសហរដ្ឋអាមេរិកតែងតែប្រើទណ្ឌកម្មបាទតាក់ទងជាមួយនឹងប្រទេសអ៊ីរ៉ង់នៅក្នុងពេលកន្លងមកហើយរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អ៊ីរ៉ង់បានបន្ថែមទៀតថាគឺយ៉ាងហោចណាស់ក៏មានប្រទេសចំនួន2ដែលមិនចូលរួមនៅក្នុងការពង្រឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះទេគឺមានប្រទេសចិនហើយនិងប្រទេសរុស្ស៊ីបាទរហូតមកដល់ពេលនេះគឺបានបង្ហាញសញ្ញាថាប្រទេសទាំងពីរនេះគឺមិនចូលរួមជាមួយនឹងសហរដ្ឋអាមេរិកទេហើយតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ចិនគឺលោកលីនជៀនដែលបានថ្លែងនៅថ្ងៃអង្គារទី25ខែសីហានេះគឺបានបញ្ជាក់ថាទីក្រុងប៉េកាំងជំទាស់យ៉ាងដាច់អហង្ការតែម្ដងបាទចំពោះការដាក់ទណ្ឌកម្មពីឯកតោភាគីដោយខុសច្បាប់ចិនក៏ប្រើពាក្យអញ្ចឹងណាគឺ illegal unilateral sanctions ការទណ្ឌកម្មជាឯកតោភាគីធ្វើឡើងដោយខុសច្បាប់នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Xinhua ដែលជាទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ចិនបាទគឺបើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសអ៊ីរ៉ង់ក៏បាននិយាយថាសហរដ្ឋអាមេរិកគួរតែគិតថាការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះទណ្ឌកម្មសេដ្ឋកិច្ចដែលសហរដ្ឋអាមេរិកដាក់មកនេះគឺមិនមែនគ្រាន់តែជាការធ្វើសកម្មភាពដើម្បីការពារខ្លួនប៉ុណ្ណោះទេក៏ប៉ុន្តែគឺអ៊ីរ៉ង់បាទក៏នឹងបើកការវាយប្រហារផងដែរបាទទៅលើអ្នកដែលដាក់សេដ្ឋកិច្ចទណ្ឌកម្មនេះបាទគឺក៏ប៉ុន្តែគាត់មិនបានបញ្ជាក់ថាតើគាត់នឹងប្រើប្រាស់វិធានការណាដើម្បីតបតជាមួយនឹងសហរដ្ឋអាមេរិកនៅឡើយទេបាទសូមអរគុណប្រិយមិត្តច្រើនដែលបានចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះបាទអរគុណបាទអញ្ចឹងសូមគួរសមអ្នកដែលចូលក្រោយគេសំណាងសុកបាទជំរាបសួរខាលីចន្ទធីតាជំរាបសួរសាណាជំរាបសួរបាទអឿមវណ្ណៈបាទប៊ុនយ៉ានបាទអូខេបើជំរាបលៀងបានអៀមសរិទ្ធដុល្លារទេងមូលីវ៉ាន់ជំរាបសួរលោកគ្រូសុជាតិបានអ្នកបងស៊ីណាតជំរាបសួរចេមមិញហើយជំរាបសួរលោកគូឈួងក៏បានចូលដែរលោកគីលឹមក៏បានចូលដែរបាទលោកគ្រូសុជាតិបាទក៏បានចូលផងដែរបាទអូខៅសូតអ៊ីងគ្លីសបើកឲ្យមើលឃើញនៅកម្ពុជាវិញហើយអូអញ្ចឹងគេបើកឲ្យយើងមើលវិញអូខេល្អដែរបាទអូខេច័ន្ទរទ្ធីថងបាទអរគុណច្រើនបាទអញ្ចឹងណាអរគុណច្រើនបាទអរគុណច្រើនណាបាទអរគុណច្រើនលបងប្រាសាទក៏បានជើញចូលបាទលបងជំរាបសួរខ្មែរ Kitchen អូខេបាទអរគុណអញ្ចឹងអរគុណប្រិមិត្តច្រើនណាដែលបានចូលមកទទួលយកការចែករំលែកព័ត៌មាននិងការបញ្ចេញមតិរបស់ខ្ញុំ